នៅព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2025ឯកឧត្តមហួតហរដ្ឋមន្ត្រីក្រសួងទេសចរនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍទេសចរសៀមរាបអង្គរហៅកាត់ KOTOS បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរាជរដ្ឋាភិបាលស្តីពីការដាក់ឲ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍទេសចរខេត្តសៀមរាបឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមថោងខុនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានKOTOS ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃKOTOS តំណាងក្រសួងស្ថាប័នពាក់ព័ន្ធក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរកម្ពុជាសមាគមក្នុងឧស្សាហកម្មទេសចរនិងភាគីពាក់ព័ន្ធផ្សេងទៀត